Chị này biết ខ្ញុំជាអ្នកដែលចូលចិត្តដើរតាមប្រាសាទពេលដែលឃើញផ្ទាំងទស្សនីយភាពបែបហ្នឹងគឺសម័យចាញ់ដល់រូបភាពហ្មងបងប្អូនពិធីនេះគេហៅថាពិធីទេវរាជឬពិធីកំប្រាក់តេងចកតរាជបងប្អូនចង់ដឹងថាពិធីនោះវាបែបម៉េចបងប្អូនអាចចូលទៅ search មើលខ្លួនឯងបន្ថែមបាននៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី 2 ដែលទ្រង់គឺជាស្ដេចដែលបានរំដោះប្រទេសកម្ពុជាឲ្យរួចពីអាណានិគមរបស់ពួកជ្វាហើយទ្រង់ក៏ជាស្ដេចដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតឬគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរដែរនៅក្នុងអំឡុងឆ្នាំ802នៃគ្រិស្តសករាជនៅមហិន្ទបរពតនៅភ្នំកលែនយើងហ្នឹងអ្នកនរគ្នាព្រះបាទជ័យវរ្ម័នទី 2 ទ្រង់បានប្រារព្ធពិធីទេវរាជដើម្បីប្រកាសឯករាជ្យកម្ពុជាទេហើយទ្រង់ក៏បានរៀបចំពិធីរាជាភិសេកដែលធ្វើឲ្យព្រះអង្គមានឋានៈជាទេវរាជជាស្ដេចអាទិទេពដែលពាក្យខ្មែរបុរាណយើងគេហៅថាកំរះតេងចកតរាជនឹងឯងដែលជាស្ដេចនៃម្ចាស់ចក្រវាលឬក៏អង្គម្ចាស់នៃលោកហើយនៅក្នុងពិធីនេះព្រះបាទជ័យវរ្ម័នទី 2 ទ្រង់ក៏បាននិមន្តព្រះគ្រូព្រាហ្មណ៍ម្នាក់ដែលមានព្រះនាមថាហិរណយទាមដែលជាអ្នកប្រាជ្ញខាងវេទមន្តដើម្បីឲ្យលោកមកជួយរៀបចំនៅពិធីទេវរាជតាមក្បួនគម្ពីរព្រាហ្មណ៍សាសនាហើយព្រាហ្មណ៍សេវកាយវេលយៈបានរៀនពីព្រាហ្មណ៍ហិរណយទាមនៅគម្ពីរ4គឺវិនេសិខៈនយោធរៈសមោហៈនិងសេវឆេតៈហើយក៏មានរៀបចំជាពិធីទេវរាជផងដែរហើយពេលហ្នឹងព្រះរាជាព្រមទាំងព្រាហ្មណ៍ហិរណយទាមបានសច្ចាថាមានតែសមាជិកគ្រួសារនៃព្រាហ្មណ៍សេវកាយវេលយៈទេដែលអាចប្រារព្ធពិធីទេវរាជនេះបានបងប្អូនសូមអធិស្ឋានផងបើសិនជាខ្ញុំអានពាក្យទៅវាខុសចឹងហើយបើសិនជាបងប្អូនចង់មើលវីដេអូពេញក៏ដូចជាឮសំឡេងផ្ទាល់នៃពិធីទេវរាជហ្នឹងបងប្អូនអាចចូលទៅមើលក្នុង TikTok account របស់ខ្ញុំបានខ្ញុំ post នៅលើ account TikTok ឬមួយក៏បងប្អូនអាចចូលទៅមើលក្នុង live របស់បងទេពបុព្រឹកផ្ទាល់ក៏បានដែរគាត់មាន live តាំងពីដើមដល់ចប់ហ្មងបើក្នុងវីដេអូខ្ញុំអាចថាខ្ញុំថតកាត់ចឹងចាថ្ងៃនេះរៀងលយដែរចាមកទស្សនាប្រាសាទឡើងបាន5ក្នុងរយៈពេលតែ 3-4 ម៉ោងទេនិយាយលេងទេបងប្អូននៅក្នុងកម្មវិធីខ្លឹមនៃព្រះនគរហ្នឹងគេមានតាំងជារូបប្រាសាទដូចជាមាន5នេះមានប្រាសាទអង្គរវត្តប្រាសាទព្រះវិហារប្រាសាទតាមាន់តូចតាមាន់ធំហើយនិងប្រាសាទតាកបីអរគុណបងជីដាវីតហើយនិងបងទេពបុព្រឹកមែនតើដែលគាត់បានបង្កើតនៅកម្មវិធីនេះឡើងខ្ញុំសប្បាយចិត្តហ្មងពេលដែលមានគេរៀបចំកម្មវិធីដែលផ្សព្វផ្សាយពីវប្បធម៌ខ្មែរអញ្ចឹងហើយខ្ញុំក៏ចង់សំណូមពរឲ្យបងប្អូនទៅជួយគ្រប់គ្រងនៅកម្មវិធីបែបដែលគេផ្សព្វផ្សាយពីវប្បធម៌ខ្មែរអញ្ចឹងឲ្យបានច្រើនទៀតព្រោះអីបើយើងនៅតែរក្សានៅតែអភិរក្សអត្តសញ្ញាណជាតិខ្មែររបស់យើងគឺនៅតែមានតទៅមុខទៀតហើយក៏បន្សល់ដល់កូនចៅយើងចំនួនក្រោយដែរឲ្យពួកគាត់ស្គាល់ថានឹងឯងជាខ្មែរ This is Cambodiaเราจะเกิดอยู่ที่เอาคนเราจะเดินเอาไกลเอาคนเราจะเดินผ่านนี่เอาคนดาวปองปองก็ไม่จะเอาคนดาว